ខ្ញុំមិនជាមនុស្សជឿលើខ្មោចទេមិនដែលជឿមិនដែលខ្លាចមិនដែលអង្គុយស្ដាប់រឿងខ្មោចដល់ចប់ផងតែមានយប់មួយយប់ដែលធ្វើឲ្យខ្ញុំដឹងថាមិនមែនអ្វីទាំងអស់ត្រូវការឲ្យយើងជឿទេខ្លះវាមករកយើងដោយខ្លួនឯងយប់នោះភ្លៀងមិនធ្លាក់ខ្យល់មិនបក់ភូមិទាំងមូលស្ងាត់ដូចជាត្រីអ្វីមួយបិទសំឡេងទាំងអស់ផ្ទះខ្ញុំគឺផ្ទះខ្មែរចាស់ឈើខ្មែរក្លិនសើមឈើលើបង្គោលខ្ពស់ក្រោមផ្ទះគឺងងឹតដល់ថ្នាក់ថ្ងៃក៏មើលមិនឃើញច្បាស់គេធ្លាប់ប្រាប់ថាកន្លែងដែលពន្លឺមិនទេដល់គឺកន្លែងដែលអ្វីមិនចង់ឲ្យយើងឃើញខ្ញុំភ្ញាក់ឡើងដោយគ្មានមូលហេតុទូរស័ព្ទភ្លឺបង្ហាញម៉ោង 3:17 ព្រឹកខ្ញុំមិនដឹងថាហេតុអ្វីតែចិត្តខ្ញុំត្រជាក់ដៃខ្ញុំតឹងដូចជាមនុស្សដែលទើបចាំអ្វីមួយតែចាំមិនច្បាស់ហើយនៅពេលនោះខ្ញុំឮសំឡេងក្រោមផ្ទះដំបូងវាស្រាលណាស់ដូចជាសត្វតូចប៉ុន្តែវាមានចង្វាក់ដើរឈប់ដើរមិនមែនសត្វទេសត្វមិនដើរបែបនោះខ្ញុំកាន់អាវពូកគ្របដល់កដកដង្ហើមតាមមាត់ព្រោះខ្ញុំខ្លាចថាបើដកដង្ហើមខ្លាំងពេកអ្វីមួយអាចលឺខ្ញុំបន្ទាប់មកសំឡេងដើរឈប់ហើយមានសំឡេងថ្មីមួយកោដូចជាម្រាមដៃវែងស្ងួតកំពុងកោបង្គោលផ្ទះមួយម្ដងវាមិនប្រញាប់វាដូចជាមានពេលដូចជាដឹងថាខ្ញុំគ្មានទីទៅណាទេហើយសំឡេងនោះក៏មកសុវណ្ណាខ្ញុំស្ទើរតែឆ្លើយដោយស្វ័យប្រវត្តិដូចជាមនុស្សឮឈ្មោះខ្លួនក្នុងសុបិនតែមានអ្វីមួយក្នុងខ្ញុំស្រែកថាកុំឆ្លើយព្រោះសំឡេងនោះវាមានអារម្មណ៍មានជីវិតដូចជាមនុស្សនិយាយពីក្រោយទឹកបន្ទាប់ពីសំឡេងនោះហៅឈ្មោះខ្ញុំវាមិននិយាយអ្វីទៀតទេវាមិនទៅវាមិនខឹងវាគ្រាន់តែរង់ចាំការស្ងាត់នោះធ្ងន់ដូចជាអ្វីមួយកំពុងអង្គុយនៅក្នុងបន្ទប់ជាមួយខ្ញុំត្រចៀកខ្ញុំចាប់ផ្ដើមឈឺមិនមែនពីសំឡេងតែពីការព្យាយាមស្ដាប់អ្វីដែលមិនមានខ្ញុំឮសំឡេងដង្ហើមប៉ុន្តែខ្ញុំមិនប្រកាសថាវាជារបស់ខ្ញុំឬអត់ខ្ញុំកាន់អាវពូករឹតដូចជាវាអាចការពារខ្ញុំពីការត្រូវបានសង្កេតឃើញដៃខ្ញុំត្រជាក់ម្រាមដៃរឹងដូចជាមនុស្សដែលគេងលើបាយយូរខ្ញុំមិនអាចបត់ម្រាមជើងបានដូចជាអ្វីមួយកំពុងចុចខ្ញុំចូលក្រែវាមិនឈឺតែវាមិនមែនធម្មតាមានសំឡេងទូតមួយខាងក្រោមផ្ទះមិនមែនដើរមិនមែនកោគ្រាន់តែសំឡេងអ្វីមួយផ្លាស់ទីលើដីសើមយឺតនិងយូរដូចជាមនុស្សដែលមិនចង់ឲ្យគេឮប៉ុន្តែដឹងថាខ្ញុំកំពុងស្ដាប់ខ្ញុំគិតពីចិនដើដោយមិនចង់គិតខ្ញុំស្រមៃថាបើខ្ញុំឮជំហាន1 2 3ខ្ញុំនឹងធ្វើអ្វីគំនិតនោះនៅក្នុងខ្ញុំដូចជាសំណួរដែលមិនចង់បានចម្លើយខ្ញុំបិទភ្នែកយ៉ាងតឹងតែការបិទភ្នែកមិនធ្វើឲ្យខ្ញុំមានអារម្មណ៍សុវត្ថិភាពទេវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងទុកអ្វីមួយឲ្យមើលខ្ញុំដោយខ្ញុំមិនអាចត្រឡប់មើលវិញ
សំឡេងនោះមកម្ដងទៀតលើកនេះវាមិនហៅឈ្មោះខ្ញុំទេវានិយាយតែមិត្តទៀបខ្លីហើយចិត្តពេកខ្ញុំឮឯងដកដង្ហើមខ្ញុំឈប់ភ្លាមខ្ញុំចាប់ផ្ដើមសង្ស័យថាខ្ញុំភ្ញាក់ពិតឬអត់ព្រោះសុបិនក៏អាចមានតក្កវិជ្ជាដូចជាការពិតដែរតែសុបិនមិនធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកត្រូវបានជ្រើសរើសខ្ញុំចាំបានរឿងមួយដែលខ្ញុំមិនគួរចាំនៅពេលនេះយប់មួយកាលពីក្មេងខ្ញុំធ្លាប់ឮសំឡេងហៅឈ្មោះខ្ញុំដូចគ្នាពេលនោះខ្ញុំបានឆ្លើយហើយឥឡូវនេះសំឡេងនោះមិននិយាយទៀតទេវាមិនទៅវាមិនបង្ហាញខ្លួនវាគ្រាន់តែរងចាំឲ្យខ្ញុំធ្វើអ្វីមួយខុសខ្ញុំមិនដឹងថាប៉ុន្មាននាទីបានកន្លងផុតទៅចាប់តាំងពីសំឡេងនោះស្ងាត់វាមិនមានអារម្មណ៍ដូចពេលវេលាទៀតទេវាដូចជាអ្វីមួយកំពុងអូសវាឲ្យយឺតដោយចេតនាខ្ញុំសាកល្បងរាប់ដង្ហើមប៉ុន្តែរាល់ដង្ហើមមិនដូចគ្នាខ្ញុំបើកភ្នែកតិចមើលទៅកាន់ទូរស័ព្ទអេក្រង់ភ្លឺបង្ហាញម៉ោងដដែលវាមិនទៅមុខវាមិនទៅក្រោយ3:17ព្រឹកដូចជាពេលវេលាត្រូវបានទុកឲ្យខ្ញុំនៅក្នុងវាបន្ទាប់មកមានសំឡេងតូចមួយលើជណ្ដើរមិនមែនជំហានពេញទំហឹងតែជាសំឡេងអ្វីមួយប៉ះឈឺហើយដកចេញវិញដោយជាមនុស្សសាកល្បងថាជំហាននោះនឹងធ្វើឲ្យខ្ញុំធ្ញាក់ឬអាក់សំឡេងនោះផ្លាស់ទីមកឈប់នៅមុខបន្ទប់ខ្ញុំដឹងដោយមិនចាំបាច់មើលមានអ្វីមួយនៅទីនោះឈរជិតពេកហើយដឹងថាខ្ញុំកំពុងស្ដាប់វាទ្វារបន្ទប់បន្លឺសំឡេងតិចមិនមែនព្រោះខ្យល់តែដូចជាឈើកំពុងឆ្លើយតបនឹងការប៉ះសំឡេងគោស្រាលដូចជាក្រចកមិនចង់ប៉ះខ្លាំងពេកមិនចង់ទុកស្នាមខ្ញុំមានអារម្មណ៍ថាមានអ្វីមួយកំពុងព្យាយាមសម្របខ្លួនទៅនឹងភាពងងឹតក្នុងបន្ទប់ដូចជាមនុស្សដែលទើបចូលមកកន្លែងថ្មីហើយកំពុងស្វែងរកខ្ញុំដោយភ្នែកដែលមិនត្រូវការពន្លឺសំឡេងនោះមកវិញលើកនេះវាមិនមកពីខាងក្រៅទេវាមកពីចិត្តក្បាលខ្ញុំដូចជាគំនិតដែលមិនមែនរបស់ខ្ញុំឯងអស់កម្លាំងហើយសំឡេងនោះទន់ស្ងប់ហើយគ្រោះថ្នាក់ភ្លាមគំនិតបោះបង់មកដល់បោះបង់ការតស៊ូបោះបង់ការស្ដាប់បោះបង់ការភ្ញាំងគ្រាន់តែបើកមាត់ឬបើកភ្នែកឬនិយាយតែមួយពាក្យដើម្បីឲ្យអ្វីបញ្ចប់នៅពេលនោះខ្ញុំមិនសួរថាវាជាអ្វីទៀតទេខ្ញុំសួរតែតើវានៅទីនេះយូរប៉ុណ្ណាមុនពេលខ្ញុំភ្ញាក់ហើយចម្លើយមិនមែនជាសំឡេងវាជាដង្ហើមដែលមិនមែនរបស់ខ្ញុំនៅក្នុងបន្ទប់ខ្ញុំមិនដឹងថាខ្ញុំបិទភ្នែកពេលណាឬក៏ខ្ញុំមិនដែលបើកវាឡើងវិញអ្វីទាំងអស់
រលាយចូលកំឡុងភាពស្ងាត់ដូចជាយប់នោះមិនដែលកើតឡើងគ្មានសំឡេងគ្មានដង្ហើមគ្មានអ្វីនៅជិតខ្ញុំទៀតព្រឹកឡើងពន្លឺថ្ងៃចូលតាមបង្អួតប៉ុន្តែខ្ញុំមិនមានអារម្មណ៍ថាខ្ញុំបានរស់រានឡើងហ្វីនរាងកាយខ្ញុំធ្ងន់ដូចជាមនុស្សតែគេងនៅកន្លែងដែលមិនមែនរបស់ខ្លួនខ្ញុំចុះពីគ្រែហើយសម្គាល់ឃើញថាជើងខ្ញុំមានធូលីសើមខ្ញុំមិនប្រាប់អ្នកណាអំពីយប់នោះទេព្រោះខ្ញុំមិនប្រកាសថាវាបញ្ចប់ឬអត់តែចាប់តាំងពីថ្ងៃនោះរាល់ពេលដែលទេមាននរណាម្នាក់ហៅឈ្មោះខ្ញុំមិនឆ្លើយហើយបើអ្នកកំពុងស្ដាប់រឿងនេះនៅយប់ជ្រៅសូមកុំឆ្លើយដូចគ្នា Subscribe សម្រាប់រឿងคล้ายៗបន្ថែមទៀត